ជំរាបសួរពុកម៉ែបងប្អូនមីងខ្ញុំបានវិជ្ជបណ្ឌិតឯកទេសគំលឹមស្រៀងថ្ងៃនេះសូមលើកយកប្រធានបទមួយមកនិយាយអំពីជំងឺ Melioidosis តើអ្វីទៅជាជំងឺ Melioidosis ជំងឺ Melioidosis គឺជាជំងឺដែលបង្កឡើងដោយបាក់តេរីម្យ៉ាងឈ្មោះថា Burkholderia pseudomallei ជាទូទៅយើងរកឃើញវានៅក្នុងទឹកនិងដីចំពោះការឆ្លងវាឆ្លងតាមរយៈស្បែកការដកដង្ហើមចូលនិងការលេបចូលចំពោះ risk factor ជាទូទៅយើងឃើញកើតមានទៅលើអ្នកជំងឺដែលមានហានិភ័យដូចជាទឹកនោមផ្អែមជំងឺ chronic disease ជំងឺដែលមានដូចជាជំងឺតម្រងនោមជំងឺសួតនិងជំងឺថ្លើមគល់ដែលប្រឈមមានដូចជាកសិករអ្នកនេសាទអ្នកធ្វើការសំណង់និងអ្នកញ៉ាំទឹកដែលមិនស្អាតរោគសញ្ញានៅក្នុង acute infection វាមានរហូតដល់ 85% ដែលបណ្ដាលឲ្យមានការរលាកសួតធ្ងន់ធ្ងរ septic shock deep abscess ទៅលើសួតទៅលើថ្លើមនិងអណ្ដើកហើយក៏មាននៅក្នុងសន្លាក់និងស្បែកដែរចំពោះ chronic infection មាន 11% ដែលរោគសញ្ញាវាអាចមានលើសពីខែហើយយើងតែងតែច្រឡំជាមួយជំងឺរបេងចំពោះ latent phase វាមាន 4% ហើយវាអាចសង្ងំនៅរហូតដល់ឆ្នាំចំពោះការធ្វើរោគវិនិច្ឆ័យយើងសំអាងទៅលើការបណ្ដុះមេរោគដោយយើងយកឈាមទឹកនោមការត្បាល់នៅនឹងបំពង់កខ្ទុះនិង body fluid យកទៅបណ្ដុះការបណ្ដុះទៀតសោតហ្នឹងយើងបណ្ដុះទៅលើAshdown media ដែលត្រូវបានណែនាំហើយយើងនឹងធ្វើរោគភាពវិទ្យាសាស្ត្រមួយចំនួនទៀតដូចជាការថត X-ray ការអេកូពោះដើម្បីរកមើលនៅកន្លែងដែលសង្ស័យចំពោះការព្យាបាលយើងត្រូវរកកន្លែងដែលសង្ស័យហើយធ្វើការបង្ហូរខ្ទុះដែលអាចធ្វើទៅបានចំពោះការព្យាបាលគឺមាន intensive phase ការព្យាបាលតាមរយៈការចាក់ថ្នាំ IV តិចបំផុតគឺ14ថ្ងៃដែលការថ្នាំជួយជំរុះទី1គឺមានដូចជា Cytazidime និងក្នុងករណីធ្ងន់ធ្ងរគឺ Meropenem ហើយក្នុងនោះក៏ត្រូវបានណែនាំដោយប្រើ Cotrim ចំពោះ eradication phase គឺយើងញ៉ាំថ្នាំគ្រាប់ដែលមានរយៈពេល12សប្តាហ៍ជាទូទៅការញ៉ាំថ្នាំគ្រាប់គឺមានដូចជា Cotrim ដែលយើងអាចញ៉ាំដែល recommend នោះគឺ6លើ30 mg គីឡូរយៈពេល12សប្តាហ៍ដែលយើងញ៉ាំព្រឹកល្ងាចហើយក្នុងនោះដែរបើសិនបើយើងឃើញថាមាននៅក្នុងប្រព័ន្ធ system nervous ការព្យាបាលគឺត្រូវdouble dose ឬនិយាយថា double dose ហ្នឹងគឺការចាក់ហ្នឹងវាគុណ2ហើយការព្យាបាលទៅលើ eradication phase ហ្នឹងគឺដល់ទៅ6ខែចំពោះការតាមដាននិងការ follow up ជាទូទៅយើងតាមដានទៅលើរោគសញ្ញា clinic និងការតាមដានដោយការបណ្ដុះ culture ឡើងវិញរហូតដល់តែវា negative มันមានន័យថាมันមានបាក់តេរីនៅក្នុងឈាមនិងការ check up រៀងរាល់ខែក៏ដូចជាមានការចូលរួមពីការធ្វើរូបភាពវិទ្យាសាស្ត្រមួយចំនួនដូចជា X-ray និង CT scan ជាដើមចំពោះ outcome ជាទូទៅអត្រាមរណភាពវាមានខ្ពស់រហូតដល់ 40% នៅដែលយើងឃើញនៅក្នុងប្រទេសថៃហើយវាមានតិចជាង 10% នៅក្នុងប្រទេសអូស្ត្រាលីហើយមួយទៀតនោះយើងឃើញមានថាការលាប់ឡើងវិញបើសិនបើមិនមានការព្យាបាលត្រឹមត្រូវជា overall អត្រាមរណភាពខ្ពស់បើសិនបើយើងឃើញវាមាននៅក្នុងបាក់តេរីមីដែលអាចអត្រាមរណភាពរហូតដល់20ទៅ 72% ចំពោះការការពារយើងអាចការពារបានតាមរយៈការពាក់ស្រោមដៃពាក់ស្រោមជើងការលាងដៃនិងការការពារជាពិសេសនៅក្នុងរដូវភ្លៀងអូខេ